ជំរាបសួរពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍លើខ្សែបាតដៃខ្ញុំនឹងព្យាយាមជ្រើសរើសខ្សែល្អៗមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ថ្ងៃនេះខ្ញុំនឹងលើកយកខ្សែ4យ៉ាងជាខ្សែពិសេសមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ចាខ្សែបាតដៃលើករាសីឬក៏ខ្សែបាតដៃរាសីឡើងរកស៊ីធូចាអញ្ចឹងជាដំបូងខ្សែទី1គឺខ្សែព្រះអាទិត្យខ្សែព្រះអាទិត្យជាខ្សែហៅចំណូលផងជាខ្សែព្រះអាទិត្យមានប្រជាប្រិយផងជាខ្សែព្រះអាទិត្យមានទេពកោសល្យខាងសិល្បៈផងហើយក៏ជាខ្សែនាំសុភមង្គលផងដែរនៅលើខ្សែបាតដៃរបស់យើងខ្សែព្រះអាទិត្យគឺជាខ្សែសំខាន់ជាខ្សែពិសេសខ្សែព្រះអាទិត្យដែលធំច្បាស់ជាបុគ្គលរស់រាយមានភាពទាក់ទាញមានប្រជាប្រិយអ្នកជុំវិញស្រឡាញ់រាប់អានច្រើនរីឯការងារឬក៏ការរកស៊ីមានចំណូលចូលមិនខ្វះខាតការងារក៏ល្អប្រសើររលូនទៅមុខមានចំណូលចូលមានជីវភាពសមរម្យជាបុគ្គលមានទំនុកទុកចិត្តហើយសូមបញ្ជាក់ថាបើសិនជាពុកម៉ែបងប្អូនពុំទាន់មានខ្សែបាតដៃនេះកុំអាលអស់សង្ឃឹមចាអ្នកខ្លះគាត់អាយុច្រើនបន្តិចទើបមានខ្សែបាតដៃនេះចេញមកប៉ុន្តែបើបងប្អូនមិនមានចំណង់ចំណូលចិត្តចង់ធ្វើអ្វីមិនចង់រៀនយល់ដឹងមិនខំរកស៊ីមិនមានការងារច្បាស់លាស់នោះទេខ្សែនេះក៏មិនងាយចេញមកដែរប៉ុន្តែអ្នកខ្លះទៀតគាត់មានគ្រួសារគាត់ជាអ្នករកស៊ីឧទាហរណ៍ដូចជារៀបការរួចគាត់ជាស្ត្រីមេផ្ទះគាត់មើលថែរក្សាគ្រួសារបានល្អដោយភាពកក់ក្ដៅក៏មានខ្សែនេះដែរជាខ្សែនាំសុភមង្គលចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមិនទាន់មានខ្សែនេះយើងត្រូវបង្កើនសមត្ថភាពឲ្យកាន់តែប្រសើរគិតវិជ្ជមានឲ្យបានច្រើនខ្សែនេះនឹងចេញមកអញ្ចឹងបន្តមកទៀតខ្សែបាតដៃរាសីឡើងខ្ពស់រកស៊ីធូខ្សែទី2ខ្សែទី2គឺខ្សែព្រះអាទិត្យរាងដូចអក្សរ Y លោកអ្នកដែលមានខ្សែព្រះអាទិត្យរាងដូចអក្សរ Y នេះជាបុគ្គលមានសំណាងល្អបើលោកអ្នកជាអ្នករកស៊ីស្រាប់តែមានខ្សែនេះចេញមកនឹងមានចំណូលចូលច្រើនជាងមុនអ្នកខ្លះទៀតអាចនឹងមានចំណូលចូលមួយមុខទៀតចាមានន័យថាចំណូលចូលពីរមុខចាឧទាហរណ៍គាត់មានការងារប្រចាំថ្ងៃរបស់គាត់មួយមុខហើយប៉ុន្តែគាត់មានចំណង់ចំណូលចិត្តអ្វីផ្សេងមួយទៀតឧទាហរណ៍ដូចជាគាត់ស្រឡាញ់ចូលចិត្តខាងគំនូរគាត់ចូលចិត្តគូររូបមកក្រៅពីការងាររបស់គាត់គឺគាត់ឆ្លៀតគូររូបចាអញ្ចឹងរូបគាត់គំនូររបស់គាត់គូរបានល្អមានប្រជាប្រិយលក់ដាច់បានតម្លៃថ្លៃអញ្ចឹងគាត់មានចំណូលចូលមួយមុខទៀតអ្នកខ្លះទៀតគាត់មានចំណង់ចំណូលចិត្តចង់ទៅដាំបន្លែផ្លែឈើចាម៉ោងក្រៅពីការងាររបស់គាត់ឆ្លៀតទៅដាំបន្លែផ្លែឈើពេលដែលបន្លែផ្លែឈើទទួលបានផ្លែផ្កាល្អគាត់នឹងទទួលបានចំណូលមួយមុខទៀតចាអញ្ចឹងខ្សែព្រះអាទិត្យដែលមានរាងដូចអក្សរ Y នេះមានន័យបែបហ្នឹងពុកម៉ែបងប្អូនបើសិនជាបងប្អូននៅក្មេងគាត់មិនទាន់មានចំណូលខ្ពស់ទេអាចអាយុច្រើនបន្តិចចាអាយុច្រើនបន្តិចនឹងមានចំណូលចូលកាន់តែច្រើនអញ្ចឹងបន្តមកទៀតខ្សែបាតដៃរាសីខ្ពស់រកស៊ីធូខ្សែទី3គឺខ្សែព្រះអាទិត្យមាន3ខ្សែចាខ្សែព្រះអាទិត្យមាន3ខ្សែនេះជាខ្សែល្អខ្លាំងណាស់ជាខ្សែមានប្រជាប្រិយខ្សែមានចំណូលចូលខ្សែនេះបង្ហាញពីបុគ្គលដែលមានទឹកចិត្តល្អបរិបូរណ៍បង្ហាញពីទឹកប្រាក់ចំណូលចូល
ខ្សែនេះមានន័យល្អខ្លាំងណាស់ពុកម៉ែបងប្អូនហេតុអ្វីបានជាខ្សែព្រះអាទិត្យនេះមានន័យច្រើនយ៉ាងខ្សែនេះបង្ហាញពីថាមពលព្រះអាទិត្យមានកម្ដៅក្ដៅមានពន្លឺចែងចាំងពន្លឺព្រះអាទិត្យចែងចាំងដល់ភពផ្សេងៗនិងផ្ដល់កម្ដៅដល់ភពផ្សេងៗហើយនឹងភពផែនដីយើងចាអញ្ចឹងព្រះអាទិត្យសំខាន់ខ្លាំងណាស់បើគ្មានព្រះអាទិត្យទេមនុស្សសត្វក៏ពិបាករស់នៅដែរខ្សែព្រះអាទិត្យនេះទទួលរលកថាមពលពីព្រះអាទិត្យចាមានន័យថាខ្សែព្រះអាទិត្យនៅលើបាតដៃរបស់យើងទទួលរលកថាមពលពីព្រះអាទិត្យណាពុកម៉ែបងប្អូនខ្សែនេះមានថាមពលខ្លាំងជាខ្សែល្អណាស់ម្ចាស់បាតដៃមានទឹកចិត្តល្អផ្ដល់ពន្លឺផ្ដល់ភាពកក់ក្ដៅដល់គ្រួសារនិងអ្នកដទៃមានលក្ខណៈសម្បត្តិល្អបើលោកអ្នកមានខ្សែប្រភេទនេះនឹងមានចំណូលចូលច្រើនជាទីគាប់ចិត្តខ្សែព្រះអាទិត្យមាន3ខ្សែអាចនឹងមានចំណូលចូល2ទៅ3មុខចាបើក្នុងពេលបច្ចុប្បន្នមិនទាន់មានចំណូលចូលច្រើនក៏ដោយអាយុច្រើនបន្តិចនឹងមានចំណូលចូលមិនខ្វះខាតឲ្យតែយើងមិនបោះបង់អ្វីដែលយើងមានចំណង់ចំណូលចិត្តចង់ធ្វើមានក្តីប៉ងប្រាថ្នាចង់ធ្វើអ្វីមួយគឺយើងព្យាយាមទៅមុខថ្ងៃណាមួយនឹងបានដូចក្តីប្រាថ្នាខ្សែព្រះអាទិត្យដែលចេញមកច្រើនខ្សែនេះមានន័យថាម្ចាស់បាតដៃមានក្តីស្រមៃមានចំណង់ចំណូលចិត្តច្រើនយ៉ាងគឺគាត់មានទេពកោសល្យច្រើនយ៉ាងហ្នឹងពុកម៉ែបងប្អូនចាអញ្ចឹងបន្តមកទៀតខ្សែបាតដៃរាសីខ្ពស់រកស៊ីធូខ្សែទី4គឺខ្សែបាតដៃសញ្ញាផ្កាយខ្សែបាតដៃសញ្ញាផ្កាយនេះមាននៅចំណុចទួលព្រះអាទិត្យក្រោមនាងដៃខ្សែបាតដៃសញ្ញាផ្កាយនេះមាន3ខ្សែឡើងទៅខ្សែខ្លីៗត្រួតពីលើគ្នាត្រួតពីលើហើយខ្វែងគ្នាមានរូបរាងដូចផ្កាយដូចនៅក្នុងរូបភាពអញ្ចឹងពុកម៉ែបងប្អូនខ្សែបាតដៃនេះមានរាងដូចផ្កាយបើលោកអ្នកមានខ្សែបាតដៃសញ្ញាផ្កាយនេះមានសំណាងល្អណាស់ការរកស៊ីស្រាប់តែរីកចម្រើនអ្នកខ្លះទៀតស្រាប់តែរកឃើញគូស្រាប់តែរកឃើញគូជាទីស្រឡាញ់គាប់ចិត្តអញ្ចឹងខ្សែនេះមានន័យផ្សេងគ្នាទៅតាមបុគ្គលម្នាក់អ្នកខ្លះក៏គាត់រកស៊ីធូររកស៊ីរីកចម្រើនអ្នកខ្លះទៀតក៏គាត់ជួបគូព្រេងជួបគូគាប់ជាទីស្រឡាញ់មានសុភមង្គលអញ្ចឹងខ្សែបាតដៃទាំង4នេះល្អណាស់ជាខ្សែលើករាសីជាខ្សែរកស៊ីធូរខ្សែមានសុភមង្គលបើសិនជាពុកម៉ែបងប្អូនមានតែ2ឬ3ខ្សែក៏ល្អដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានខ្សែនេះសូមជួយ comment ខាងក្រោមផងហើយសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍វីដេអូរបស់ខ្ញុំសូមជួយឲ្យមេដៃនិងចុចសញ្ញាកណ្ដឹងជាការលើកទឹកចិត្តនិងទទួលបានវីដេអូថ្មីនៅពេលក្រោយទៀតសូមអរគុណសំណាងល្អទាំងអស់គ្នា